ដំបូងឡើយគឺមនុស្សគ្រប់គ្នាបានសើចចំអកឲ្យនៅក្វេននៅពេលដែលគាត់ចាប់ផ្ដើមលេងបាល់បោះដំបូងពួកគេបានហៅគាត់ថាអ្នកដេកយល់សពទាំងថ្ងៃហើយពួកគេក៏បានប្រាប់គាត់ឲ្យបោះបង់ចោលនៅអ្វីដែលជាសេចក្តីសុបិនរបស់គាត់ថាវាមិនអាចទៅរួចទេក៏ប៉ុន្តែនៅក្វេនគឺមិនបានខ្វល់ទេគាត់បានវឹកហាត់ជារៀងរាល់ថ្ងៃដោយដាក់ទាំងចិត្តទាំងកាយទៅលើការលេងរបស់គាត់គ្មានគ្រូបង្វឹកគ្មានក្រុមសូម្បីតែទីលានបាល់បោះអាជីពក៏គ្មានកន្ត្រកបាល់បោះរបស់គាត់គឺធ្វើអំពីកង់ឡានចាស់ៗដុំទម្ងន់ហាត់ប្រាណរបស់គាត់ធ្វើអំពីដបទឹកហើយគាត់បានដាក់បាល់បោះចាស់ៗនៅក្នុងថង់សម្រាលក៏ប៉ុន្តែអ្វីទាំងអស់នោះគឺមិនអាចបញ្ឈប់គាត់បានឡើយគាត់បានតស៊ូជំនះឧបសគ្គដោយការបដិញ្ញាចិត្តដ៏កម្រមួយបន្ទាប់មកអ្វីក៏បានផ្លាស់ប្ដូរវីដេអូខ្លីមួយនៃការវឹកហាត់ដ៏អង់អាចរបស់គាត់បានក្លាយជា viral យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមតាមរយៈ African Basketball League នៅក្វេនបានមានឱកាសចូលរួមវឹកហាត់ដ៏ល្អបំផុតដែលគ្រូបង្វឹកនិងអ្នកស្វែងរកកីឡាអាជីពបានឃើញអំពីទេពកោសល្យរបស់គាត់ដោយផ្ទាល់សប្តាហ៍ថ្ងៃនេះគឺគាត់កំពុងតែលេងឲ្យសហរដ្ឋអាមេរិកនៅក្នុងចំណោមកីឡាករបាល់បោះ NBA ឆ្នាំរឿងរ៉ាវរបស់គាត់គឺជាការរំលឹកនៅភាពជាក់លាក់មួយព្រោះទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយបើសិនបើអ្នកតស៊ូព្យាយាមហើយជឿជាក់លើខ្លួនឯងនោះគ្មានអ្វីដែលមិនអាចសម្រេចបានឡើយ